ស្លប្រហើរបើសិនជាតាមស្ដាប់ផែអាចថាពិបាកស្លតែតាមពិតទៅស្លប្រហើរគ្រាន់តែជាស្លស្ងោរដែលលួចបង់ប្រហុកហើយនឹងបន្លែដែលយើងចូលចិត្តខ្លះជាស្លប្រហើរបាត់ហើយស្លហ្នឹងគឺដាច់ខាតគឺត្រូវតែលួចបង់ប្រហុកបើសិនជាអត់បង់ប្រហុកទេដូចស្ងោរធម្មតាយើងចឹងចង់បង់ទឹកត្រីប្រហែលដងទៀតក៏នៅតែស្លស្ងោរធម្មតាចឹងអត់មានប្រហើរថ្ងៃនេះដែរខ្ញុំបានស្លប្រហើរប៉ុន្តែខ្ញុំមានរូបមន្តពិសេសដោយសារតែខ្ញុំលួចថែមកូនខ្យងខ្យងដែលយើងទិញពីផ្សារមកស្រេចចឹងណាបើអ្នកទាំងអស់គ្នាចង់ដាក់ទាំងសបកក៏បានដែរតាមបែបស្រុកស្រែប៉ុន្តែខ្ញុំសុំបែបក្រុងហ្នឹងនេះខ្ញុំទិញខ្យងគេកាប់មកស្រេចចឹងណាគាត់តែខ្ញុំយកទៅលាងសម្អាតចំពោះគ្រឿងផ្សំហើយនឹងបន្លែខ្ញុំដាក់នៅលើវីដេអូហ្នឹងហើយអាចមើលបានខ្ញុំអត់ចង់រៀបរាប់ទេតាមទម្លាប់ខ្ញុំរាល់ដងគឺមិនដែលរៀបរាប់ចឹងស្រេចហើយរៀនអស់លុយមកកណយនិយាយក៏និយាយរៀនក៏រៀនអញ្ចឹងមើលតាមហ្នឹងទៅមិនអីទេមើលទៅវាមិនខុសទេវាដូចតែគេដូចតែឯងអញ្ចឹងហើយណាមួយសាឡនហ្នឹងវាប្រភេទទឹកអញ្ចឹងយើងបង់គ្រឿងរៀងជ្រោះដៃបន្តិចក៏អត់អីដែរហើយចំពោះទឹកលឿងនៅក្នុងកូនចាននេះមើលផ្លែតអត់ដឹងថាអីគេទេអាហ្នឹងគឺជាទឹកដែលខ្ញុំស្ងោរត្រីដោយសារតែខ្ញុំប្រហើរត្រីបុកអញ្ចឹងខ្ញុំត្រូវស្ងោរត្រីជាមួយនឹងទឹកប្រហុកហើយខ្ញុំយកត្រីទៅបុកបន្ទាប់មកខ្ញុំយកអាទឹកប្រហុកហ្នឹងយកទៅស្លម្ដងទៀតយើងបាច់បង់ប្រហុកម្ដងទៀតហើយអាត្រីហ្នឹងយើងបុកជាមួយខ្ជិះនិងខ្ទឹមបើអ្នកទាំងអស់គ្នាអត់ចូលចិត្តក្លិនខ្ជិះក៏មិនបាច់ដាក់ដែរតែជាទូទៅប្រហែលពីតែងតែដាក់អញ្ចឹងហើយវាក្លិនតិចតិចអញ្ចឹងណានៅពេលដែលស្លរៀបគ្រឿងដូចខ្ញុំមិញមករៀបចំឲ្យស្រេចមកសូម្បីតែគ្រឿងទេសស្ករអំបិលប៊ីចេងហ្នឹងក៏ខ្ញុំលាយដាក់ក្នុងកូនចានដែរហើយរបៀបដែលខ្ញុំលាយក៏ខ្ញុំដាក់នៅក្នុងហ្នឹងដែរថាខ្ញុំលាយគេខ្លាំងខ្ញុំអត់ដែរកុហកទេពេលយើងរៀបអញ្ចឹងយើងចាប់ផ្ដើមស្លគឺលឿនមែនតើស្លនេះយូរបំផុត15នាទីខ្ញុំស្លហើយដោយសារតែខ្ញុំរៀបគ្រឿងដូចនៅក្នុងវីដេអូខ្ញុំបានបង្ហាញអញ្ចឹងពេលចាប់ផ្ដើមស្លយើងត្រូវដាក់ឆ្នាំងហើយយើងដាំទឹកឲ្យពុះសិនណាយើងតម្លាក់គល់កៃនឹងចូលទៅបើអ្នកខ្លះគាត់ស្លដាក់ទៅស្លឹកគ្រៃក៏ថាបានដែរក៏មានដែរមិនអត់ទេតែយើងជួយចិត្តអីយើងដាក់ហ្នឹងទៅវាអត់មានកំណត់ទេបន្ទាប់ពីទឹកពុះហើយយើងក៏ដាក់ទឹកប្រហុកដែលយើងបានស្ងោរត្រីណាប៉ុន្តែពេលនេះបើសិនជាអ្នកនរគ្នាស្ងោរត្រីកង់ដាក់បងប្រហុកអត់បែនធ្វើដូចខ្ញុំអញ្ចឹងទេប៉ុន្តែដោយសារខ្ញុំប្រហើរត្រីបុកអញ្ចឹងខ្ញុំត្រូវយកអាទឹកស្ងោរត្រីហ្នឹងឯងចាក់ចូលតបពីចាក់ចូលហើយខ្ញុំចាក់សាច់ត្រីចូលដើម្បីឲ្យវារីងរីកបន្តិចជាមួយនឹងទឹកអាសាឡនេះក៏អាចធ្វើនំបញ្ចុកបានដែរដែលលើនំបញ្ចុកសាឡប្រហើរអានេះឯងគឺឡប្រហើរសម្រាប់នំបញ្ចុកនឹងឯងយើងអត់នេះណាយើងអត់អាក់ត្រីកង់នេះយើងបុកត្រីអញ្ចឹងយើងដួសទៅយើងញ៉ាំឆ្ងាញ់យើងញ៉ាំស្និទ្ធមាត់ប៉ុន្តែក៏ថាសាឡប្រហើរដែលដាក់នំបញ្ចុកហ្នឹងគឺអត់មានបន្លែចំពោះរបៀបបង់បន្លែអាចមើលក្នុងវីដេអូហ្នឹងបានគឺខ្ញុំបង់ល្ពៅមុនមូលហេតុដោយសារតែល្ពៅវាក្រទន់អញ្ចឹងយើងបង់វាមុនគេទៅដើម្បីឲ្យវាទន់មុនគេហើយបន្ទាប់គឺតឡាចនិយាយទៅអាបន្លែណាយើងគិតថាវាអាចនឹងរឹងវាក្រទន់ដាក់វាមុនគេទៅហើយអាក្រោយគេគឺតែងតែជាបន្លែដែរទន់លឿនដូចជាស្អំជាដើមបើអ្នកទាំងអស់គ្នាចូលចិត្តស្លឹកបាសក៏អាចដាក់បានដែរប៉ុន្តែខ្ញុំវារត់ទិញអត់បានអញ្ចឹងទៅក៏ខ្ញុំដាក់តែប៉ុណ្្នឹងទៅមានប៉ុណ្ណាដាក់ប៉ុណ្្នឹងចាយលុយបន្តិចទេទៅមកហូបខ្ញុំអត់ដែរកំណត់ថាថ្ងៃនេះខ្ញុំត្រូវធ្វើអីទេតែភាគច្រើនគឺខ្ញុំបើកទូមកខ្ញុំសល់អីខ្ញុំធ្វើនឹងដូចទៅហងថ្ងៃនេះអញ្ចឹងខ្ញុំបើកមកខ្ញុំមានបន្លែខ្ញុំក៏ទៅទិញត្រីទៅហើយខ្យងនោះគឺខ្ញុំមានស្រេចដែរខ្ញុំមិនមែនឃើញទិញឥឡូវទេមិនឃើញវារៀងស្វិតស្វិតទេដោយសារខ្ញុំដាក់ទូប្រហែលជា2ថ្ងៃហើយបើអ្នកទាំងអស់គ្នាចូលចិត្តមកហូបចម្លែកចូលមកវីដេអូខ្ញុំអត់ត្រូវទេដោយសារតែចំណែករបស់ខ្ញុំហ្នឹងធ្វើវីដេអូហូបប្រចាំថ្ងៃខ្ញុំធ្វើមួយថ្ងៃហ្នឹងពីម្ហូបខ្ញុំផុសពីវីដេអូបើថ្ងៃនេះខ្ញុំធ្វើតែមកវីដេអូខ្ញុំហូបតែមួយមុខនឹងឯងហើយបើថ្ងៃណាដែលខ្ញុំអត់ផុសអីអញ្ចឹងថ្ងៃហ្នឹងមកហូបអាចាស់ខ្ញុំហូបអត់តាន់អស់ហើយព្រោះអីខ្ញុំធ្វើវីដេអូមិនមែនធ្វើតាមអារម្មណ៍ទេខ្ញុំធ្វើតាមមកហូបសល់ហើយធ្វើទៅអីទៀតអញ្ចឹងខ្ញុំអត់មានវីដេអូថតអីក៏ខ្ញុំអត់ផុសទៅអញ្ចឹងយើងបកមកវីដេអូយើងវិញដូចខ្ញុំអត់បញ្ជាក់អញ្ចឹងបន្លែបៃតងបន្លែដែលងាយរលួយទុនយើងដាក់ក្រោយគេដូចជាស្អំអញ្ចឹងខ្ញុំបញ្ជាក់មុនហ្នឹងអញ្ចឹងបើមានស្លឹកបាសក៏ខ្ញុំដាក់ស្លឹកបាសក្រោយគេដែរក្នុងវីដេអូនេះខ្ញុំដាក់អានងមុនស្អំដោយសារតែអានងយ៉ាងហោចណាស់ក៏វាមិនងាយទុនដូចស្អំដែរនៅពេលនេះខ្ញុំបិទភ្លើងហើយតែខ្ញុំតម្លាក់ស្អំចូលហ្នឹងហើយបើសិនជាអ្នកទាំងអស់គ្នាអត់ដែរសាកវិធីនេះទេអាចសាកបានវារសជាតិម្យ៉ាងម្នាក់ជាមួយនឹងកាត់ត្រីកង់ស្លទេគ្រាន់តែនេះគឺជាប្រភេទគេស្លប្រហើរសម្រាប់នំបញ្ចុកគ្រាន់តែយើងយកមកស្លញ៉ាំមួយបាយវាស្និទ្ធមាត់ជាងវាឆ្ងាញ់ម្យ៉ាងម្នាក់